สมกูបញ្ជាក់ផងដែរថាការបាញ់ប្រហាររបស់យោធាថៃលើកនេះគឺក្រោយពីបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ជាច្រើនថ្ងៃមកហើយក្នុងចេតនាញុះញង់នៅខាងភាគីថៃឲ្យបញ្ចេញរួមជាមួយនឹងការបញ្ចេញនៅការផ្សព្វផ្សាយព័ត៌មានទាំងប្រភពផ្លូវការនិងក្រៅផ្លូវការរបស់កងទ័ពថៃចោទប្រកាន់មូលបង្កាច់មកលើកម្ពុជាក្នុងចេតនាបំភាន់សាធារណមតិជាតិអន្តរជាតិនិងយកធ្វើជាលេសដើម្បីបង្កហេតុភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាលើពីនេះទៅទៀតការបាញ់ប្រហាររបស់យោធាថៃឈានទៅដល់ភូមិរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យខេត្តព្រះវិហារបានបណ្ដាលឲ្យប្រជាជនស្លូតត្រង់រងរបួសមួយចំនួននិងមានការឆេះផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនខ្នងនិងធ្វើឲ្យប្រជាជនក្មេងចាស់ប្រុសស្រីត្រូវបង្ខំចិត្តជលៀសទៅទីតាំងសុវត្ថិភាពបណ្ដោះអាសន្នភ្លាមអាជ្ញាធរខេត្តព្រះវិហារខេត្តឧត្តរមានជ័យបានជួយសម្របសម្រួលជួយប្រជាពលរដ្ឋជនភៀសខ្លួននៅតាមតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពសូមជម្រាបជូនផងដែរថានៅក្នុងហេតុការណ៍ខាងលើកងកម្លាំងកម្ពុជាមិនបានតបតឡើយដោយប្រកាន់ខ្ជាប់នៅបំផុតនៅការគោរពនិងការអនុវត្តបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃរួមទាំងគោលការណ៍ឯកភាពគ្នារវាងកម្ពុជានិងថៃដោយឈរលើមូលដ្ឋាននៃការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីត្រឹមត្រូវនិងស្របតាមច្បាប់អន្តរជាតិមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល Australian Center for Education